여러분 안녕하세요. 네, 잘 지내세요? 네, 오늘은 한국 기초를 공부합시다.ជំរាបសួរបងប្អូនទាំងគ្នាអញ្ចឹងបន្ទាប់ពីសិក្សាអំពីស្រៈទល់កាលពីវគ្គមុននិងស្រៈផ្សំអញ្ចឹងយើងមេរៀនបន្ទាប់របស់យើងគឺសិក្សាអំពីពាក្យទាំងអស់នេះគឺយើងអាចដែលដកស្រង់ចេញពីស្រៈទល់និងស្រៈផ្សំកាលយើងសិក្សាពីវីដេអូមុនបងប្អូនគ្នាតោះអញ្ចឹងយើងមកសិក្សាបងប្អូនគ្នាតោះអញ្ចឹងពាក្យហ្នឹងកូរ៉េថាថាណោថាណោអញ្ចឹងថាណោប្រែថាពាក្យតោះអញ្ចឹងពាក្យបន្ទាប់ទៀតគឺអហ្វីហ្នឹងក៏ប្រែថាពាក្យដែរបងប្អូនគ្នាអញ្ចឹងប្រែបានដូចគ្នាថាណោអហ្វីប្រែថាពាក្យតោះអញ្ចឹងចុះមកក្រោមទៀតតោះពាក្យទី1របស់យើងអ៊ីពាក្យទី1របស់យើងគឺចាំខមមិនញ៉ោតោះពាក្យទី1របស់យើងគឺអ៊ីអ៊ីអញ្ចឹងអ៊ីហ្នឹងគឺបានមកពីស្រៈមកពីស្រៈទេបងប្អូនគ្នាតោះអ៊ីហ្នឹងគឺស្រៈបានមកពីស្រៈទល់របស់យើងអ៊ីអានថាអ៊ីតោះអ៊ីហ្នឹងប្រែថាបងប្អូនគ្នាអ៊ីលេខអ៊ីប្រែថាលេខ2តោះអញ្ចឹងយើងក៏មានជាស៊ីងសំឡេងជាភាសាកូរ៉េឲ្យអានដែរតោះកន្លែងនេះបងប្អូនគ្នាអ៊ីអ៊ីគឺលេខលេខ2តោះអញ្ចឹងពាក្យទី2របស់យើងគឺអូអញ្ចឹងកន្លែងអូហ្នឹងបងប្អូនទាំងគ្នាគឺបានមកពីស្រៈស្រៈអូអូហ្នឹងគឺលេខ5អូហ្នឹងគឺលេខ5តោះអូគឺលេខ5តោះពាក្យទី3របស់យើងអញ្ចឹងព្យាង្គទី1គឺមានស្រៈអាតោះព្យាង្គទី2គឺមានស្រៈអ៊ីស្រៈអ៊ីអញ្ចឹងយើងបូកបញ្ចូលគ្នាមកបងប្អូនតោះអាអ៊ីហ្នឹងប្រែថាកូនក្មេងអាអ៊ីប្រែថាកូនក្មេងតោះពាក្យទី4របស់យើងគឺមានស្រៈអូព្យាង្គទី1មានស្រៈអូព្យាង្គទី2មានស្រៈអ៊ីព្យាង្គទី2មានស្រៈអ៊ីតោះអញ្ចឹងយើងបូកបញ្ចូលគ្នាមកទៅជាអូអ៊ីអូអ៊ីហ្នឹងប្រែថាត្រសក់អូអ៊ីប្រែថាត្រសក់តោះពាក្យទី5របស់យើងព្យាង្គទី1គឺមានស្រៈអ៊ូស្រៈអ៊ូតោះព្យាង្គទី2របស់យើងគឺមានស្រៈយូស្រៈយូតោះអញ្ចឹងយើងបូកបញ្ចូលគ្នាមកទៅជាគេទាំងអស់គ្នាអ៊ូយូនឹងប្រែថាទឹកដោះទឹកដោះគោអ៊ូយូប្រែថាទឹកដោះគោតោះអញ្ចឹងពាក្យទី6របស់យើងមានព្យាង្គទី1ស្រៈយ៉ព្យាង្គទី2ស្រៈអ៊ូអញ្ចឹងយើងបូកបញ្ចូលគ្នាមកទៅជាយ៉អ៊ូយ៉អ៊ូនឹងប្រែថាកាញ់ជ្រោងសត្វកាញ់ជ្រោងតោះនេះយ៉អ៊ូប្រែថាសត្វកាញ់ជ្រោងតោះបន្តមកទៀតពាក្យទី7របស់យើងមានស្រៈយេអញ្ចឹងត្រង់ហ្នឹងយើងអាចបូកចូលគ្នាគឺមកពាក្យផ្សេងគ្នាទាំងអស់គ្នាអញ្ចឹងស្រៈយេហ្នឹងគឺប្រែថាបាតឬក៏ចាស់បាតឬក៏ចាស់បន្តមកទៀតពាក្យទី2របស់យើងគឺណេហ្នឹងក៏ប្រែថាបាតចាស់ដូចគ្នាទាំងអស់គ្នាប្រែបានដូចគ្នាអញ្ចឹងយេហ្នឹងក៏ប្រែថាបាតចាស់ដល់ពេលណេនេះក៏ប្រែថាបាតចាស់ដូចគ្នាតោះអញ្ចឹងពាក្យទី8របស់យើងគឺស្រៈវ៉ាហ្នឹងគឺជាទម្រង់ពាក្យភ្ញាក់ផ្អើលតោះវ៉ាហ្នឹងគឺវ៉ាវហ្នឹងគឺជាពាក្យភ្ញាក់ផ្អើលយើងឃើញអីមួយទៅយើងភ្ញាក់ផ្អើលវ៉ាវហ្នឹងគឺវ៉ាហ្នឹងហើយបងប្អូនតោះពាក្យទី9របស់យើងគឺវ៉េតោះវ៉េហ្នឹងគឺប្រែថាហេតុអ្វីវ៉េហ្នឹងគឺហេតុអ្វីតោះពាក្យទី10របស់យើងគឺវ៉ាយ៉ូប្រែថាវ៉ាយ៉ូប្រែថាមកវ៉ាយ៉ូប្រែថាមកបងប្អូនតោះអញ្ចឹងពាក្យកន្លែងនេះដែរចង់បញ្ជាក់បងប្អូនទាំងគ្នាបន្តិចអញ្ចឹងព្យាង្គទី1របស់យើងគឺស្រៈវ៉ាព្យាង្គទី2របស់យើងគឺស្រៈយ៉ូអញ្ចឹងយើងបូកបញ្ចូលគ្នាមកទៅជាវ៉ាវ៉ាយ៉ូប្រែថាមកតោះអញ្ចឹងយើងក៏មានស៊ីងខ្មែរឲ្យអានដែរតោះស៊ីងសូរសំឡេងអានជាភាសាកូរ៉េតោះអញ្ចឹងពាក្យទី11របស់យើងគឺ VA អញ្ចឹងព្យាង្គទី1ស្រៈ V ព្យាង្គទី1ស្រៈ V ព្យាង្គទី1ស្រៈ V ព្យាង្គទី2ស្រៈ A អញ្ចឹងយើងអាចបូកបញ្ចូលគ្នាមកបងប្អូនទៅជា VA
VA បាទអញ្ចឹង VA ហ្នឹងប្រែថាខាងបាទខាងលើបាទ VA ប្រែថាខាងលើតោះពាក្យទី12របស់យើងបាទព្យាង្គទី1គឺស្រៈវេបាទស្រៈវេតោះព្យាង្គទី2របស់យើងគឺស្រៈវបាទព្យាង្គទី3របស់យើងគឺស្រៈយោអញ្ចឹងយើងអាចបូកបញ្ចូលគ្នាមកវេវយោបាទវេវយោប្រែថាបាទវេវយោប្រែថាទន្ទិញបាទទន្ទិញនេះគឺទន្ទិញឲ្យចាំតោះនេះបាទឬមួយទៀតបាទយើងបាទស្មុកស្មាញអញ្ចឹងពាក្យរបស់យើងស្មើប្រែថាស្មុកស្មាញឬក៏ទន្ទិញឲ្យចាំតោះអញ្ចឹងបងប្អូនគ្នាបាទយើងអាចរៀនអានមកព្រោះអីយើងមានជាស៊ីងសំឡេងជាភាសាកូរ៉េឲ្យអានដែរយើងមានជាស៊ីងសំឡេងឲ្យអានដែរមិនជាបញ្ហាទេសម្រាប់អ្នកនរនេះបាទបើយើងជាអក្សរតិចៗអញ្ចឹងយើងក៏អាចអានបានដូចគ្នាទាំងអស់គ្នាបាទតោះអញ្ចឹងបងប្អូនទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយបាទអញ្ញងហ៊ីវេសេហោ